ចំពោះករណីបងអត់មានសម្បត្តិអាពាហ៍ពិពាហ៍ទេហើយកូនហ្នឹងក៏នៅក្នុងដៃបងដែរហើយកូនអ្នកបងអ្នកថែតាំងពីដើមហើយអត់ដឹងថាត្រូវធ្វើម៉េចដើម្បីកុំឲ្យពាក់ព័ន្ធជាមួយពុករបស់គេចឹងណាអញ្ចឹងបងទៅដាក់ពាក្យប្តឹងនៅកន្លែងអាជ្ញាធរភូមិឃុំស្នើសុំអាជ្ញាធរភូមិឃុំធ្វើលិខិតដឹងឮមួយដោយក៏ហៅខាងប្រុសមកធ្វើកិច្ចសន្យានៅក្នុងការបង់អាហារកិច្ចចិញ្ចឹមកូនជារៀងរាល់ខែឬក៏ចាកាត់ប្រាក់ខែពីគេមកប្រហែល%ឲ្យដឹងតែវាចូលកុងរបស់យើងចាឬក៏បងអាចស្នើសុំជាកញ្ចប់តែម្ដងថាឥឡូវហ្នឹងបើកញ្ចប់នឹងប្រហែលអញ្ចឹងទៅចាជាមួយនឹងខាងប្រុសហើយបងនៅតែរក្សាសិទ្ធិនៅក្នុងការប្តឹងបានទៅកាន់តុលាការបើសិនជាគ្មានសម្បត្តិអាពាហ៍ពិពាហ៍ក៏ដោយពីព្រោះតាមច្បាប់នៃប្រជាជាតិកម្ពុជាបើទោះជាយើងជាប្តីប្រពន្ធគ្មានសម្បត្តិអាពាហ៍ពិពាហ៍ក៏ដោយប៉ុន្តែសិទ្ធិទៅលើការគ្រប់គ្រងអាហារកិច្ចនៅក្នុងការចិញ្ចឹមកូនគឺត្រូវតែមានសិទ្ធិបើកូននៅខាងណាខាងនោះគឺត្រូវមានសិទ្ធិទទួលអាហារកិច្ចសម្រាប់ចិញ្ចឹមកូនម្នាក់ទៀតដែលកូនអត់នៅជាមួយត្រូវរកលុយបានបង់អាហារកិច្ចចិញ្ចឹមកូនឲ្យម្នាក់ទៀតរហូតដល់កូនអាយុ18ឆ្នាំប៉ុន្តែបើគេមានការកិច្ចបេះអានឹងមកអាចប្តឹងជាដំបូងតែអាជ្ញាធរភូមិឃុំសិនតែបើប្តឹងទៅកាន់អាជ្ញាធរភូមិឃុំហើយនៅតែមិនទាន់មានតម្រុយណាមួយអញ្ចឹងបងអាចដាក់ពាក្យប្តឹងទៅកាន់ប្រព័ន្ធតុលាការដើម្បីស្នើសុំសិទ្ធិជាអំណាចមេបាទៅលើកូនហើយនឹងទាមទារយកសារក្រមហ្នឹងដើម្បីទៅជួបជាមួយកន្លែងការងារដែលគេធ្វើហើយជំរាបជូនទៅកន្លែងការងាររបស់គេធ្វើការវេប្រាក់ខែក្នុងមួយខែប្រហែល%មកឲ្យយើងអីចឹងទៅណាចាយើងស្នើបែបអញ្ចឹងឬក៏ឲ្យគេបង់ជាកញ្ចប់ឬក៏ឲ្យអីមួយមកយើងឲ្យជាម៉ូតូឬឲ្យជាឡានឬឲ្យជាផ្ទះអីមួយទៅកាត់មកឲ្យយើងតែម្ដងណាបងណាចាហើយខ្ញុំលើកទឹកចិត្តឲ្យបងកុំដេកចាំអាការដែលគេផ្ដល់អាហារកិច្ចពីព្រោះមិនថាអីថាវ៉ាន់ទេនៅស្រុកខ្មែរយើងមនុស្សប្រុសដែលកិច្ចវេះពីអាហារកិច្ចចិញ្ចឹមកូននេះវាមានគួរសមដែរអញ្ចឹងសង្ឃឹមថាថ្នាក់ពាក់ព័ន្ធនឹងមានចំណាត់ការបានខ្ពស់ទៅលើមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវហើយស្ត្រីទាំងឡាយដែលយកប៉ះមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវបែបហ្នឹងដែលមិនមែនចេញមកតែខ្លួនតែទេចេញមកហ្នឹងដោយយករបស់ធ្លាប់ពីផ្ទះមកហើយយករួចខ្លួនអញខ្ញុំអត់រាប់ចំពោះមនុស្សប្រុសដែលគេចេញមកដែលបន្សល់ទុកទ្រព្យខ្លះឲ្យប្រពន្ធកូនអីចឹងទៅយើងក្នុងនាមជាប្រពន្ធក៏យើងយល់ដែរថាគេចេញតែខ្លួនតែទេចឹងយើងមើលការខុសត្រូវកូនទៅហើយយើងសល់ទ្រព្យបានប៉ុណ្ណឹងអីចឹងទៅចាតែខ្ញុំនិយាយចំពោះអ្នកអត់មានអីសោះតែម្ដងចាក់ចេញមកដោយយករួចខ្លួនណាមានលុយការប្រពន្ធថ្មីប៉ុន្តែគ្មានលុយបង់អាហារកិច្ចចិញ្ចឹមកូនហេតុអីបាត់យើងមនុស្សស្រីហ្នឹងក៏អស់ចឹងដល់ថ្នាក់ទៅយកមនុស្សប្រុសប្រភេទអញ្ចឹងគាត់តែមួយប្រពន្ធកូនគេមុនគេគ្មានសមត្ថភាពមើលការខុសត្រូវផងរឿងអីគេមកមានសមត្ថភាពនៅក្នុងការមើលការខុសត្រូវយើងចាអញ្ចឹងមនុស្សប្រុសទោះបីមានតិចក៏ដោយក៏យើងកុំផ្ដល់អត្ថភាពសម្រាប់មនុស្សប្រុសបែបហ្នឹងព្រោះវានឹងធ្វើឲ្យមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវនឹងកើនឡើងនៅក្នុងស្រុកខ្មែររបស់យើងដោយសារតែទង្វើរបស់ពួកយើងនឹងខ្លះដែរ